មកពីចូលឆ្នាំខ្មែរមានអត់ហើយមានអាគេខ្លះដែលចាប់ផ្ដើមខុនចាប់ផ្ដើមជិះកចាប់ផ្ដើមហៀសបោចាប់ផ្ដើមហៀហេហត់អស់កម្លាំងចង់ប្រាប់បងប្អូនទាំងអស់គ្នាចេះថានៅពេលដែលយើងដើរលេងហត់នៅពេលដែលយើងដើរត្រូវថ្ងៃច្រើនហើយនៅពេលដែលយើងជះទឹកជះអីហ្នឹងកត្តាដែលយើងប្រឈមជាមួយនឹងជំងឺឆ្លងគឺមានច្រើនមែនតើទី1ជំងឺឆ្លងពាក់ព័ន្ធនឹងរឿងវីរុសប្រភេទវីរុសគឺយើងអាចឆ្លងជំងឺមួយចំនួនដែលគេហៅថា rhinovirus influenza A influenza B ពពួកអស់ហ្នឹងគឺជាមេរោគគ្រុនផ្ដាសាយដែល rhinovirus គឺជាប្រភេទគ្រុនផ្ដាសាយធម្មតានឹងយើងក្អកយើងកដាហៀសបោអីចឹងទៅនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងធ្លាក់ចុះគឺយើងឆាប់ឈឺអាជំងឺទាំងអស់ហ្នឹងហើយចឹងប្រសិនបើក្នុងករណីថាមានអារម្មណ៍ថាភ្ញាក់មករៀងអស់កម្លាំងភ្ញាក់មករៀងហៀសបោភ្ញាក់មករៀងដូចថាចង់ឈឺកតិចតួចរៀងស្អាតនៅក្នុងពងកអីហ្នឹងខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាកុំតន់គិតទៅដល់រឿងញ៉ាំថ្នាំសាសអាចញ៉ាំតែពពុះវីតាមីន C អាចញ៉ាំប្រភេទ1000មីលីក្រាមហ្នឹងញ៉ាំមួយថ្ងៃតែម្ដងអីចឹងទៅហើយប្រសិនបើយល់ល្អអាចញ៉ាំពពុះវីតាមីន C លាយជាមួយនឹងស័ង្កសីហើយលាយជាមួយនឹងវីតាមីន D ទៀតអាហ្នឹងគឺជួយប្រព័ន្ធភាពស៊ាំបានល្អតាមពិតវីដេអូនេះខ្ញុំគួរតែចិនមុនចូលឆ្នាំខ្មែរដោយសារបងប្អូនអាចញ៉ាំតាំងពីចូលឆ្នាំខ្មែរមុនទៅលេងជះទឹកលេងអីហ្នឹងដើម្បីជួយប្រព័ន្ធភាពស៊ាំប៉ុន្តែអ្នកដែលអត់បានញ៉ាំអាចចាប់ផ្ដើមញ៉ាំបានព្រោះឥឡូវដល់ថ្ងៃចូលធ្វើការអញ្ចឹងអាចចូលឆ្នាំ4 5ថ្ងៃហើយដាក់ច្បាប់ទីរេស3អ្នកគ្រូវីណាក៏មកធ្វើការវិញដែរចំណុចមួយទៀតគឺពពុះ influenza B ឬក៏ influenza A គឺមេរោគគ្រុនផ្ដាសាយប្រភេទផ្ដាសាយធំអញ្ចឹងប្រសិនបើក្នុងករណីថាក្តៅខ្លួនខ្លាំង33កន្លះ39មានញាក់មានក្អួតឬក៏មានឈឺកខ្លាំងអានឹងខ្ញុំណែនាំថាគួរតែមកជួបគ្រូពេទ្យទៅកុំតន់របៀបថាផ្សំថ្នាំទៅតាម pharmacy អីញ៉ាំអញ្ចឹងទៅវាអាចធ្វើឲ្យអាមេរោគគ្រុនផ្ដាសាយហ្នឹងវាអាចអត់ឆាប់ជាកាលណាវាអត់ឆាប់ជាវាធ្វើឲ្យយើងប្រឈមជាមួយនឹងគេហៅ secondary bacteria infection អាចប្រឈមជាមួយនឹងអាមេរោគប្រភេទបាក់តេរីមួយទៀតដែលធ្វើឲ្យយើងឈឺរទឹកធ្ងន់អញ្ចឹងប្រសិនបើមានក្តៅខ្លួនមានឈឺឆ្អឹងឆ្អែងមានរបៀបថាក្អកក្តាស់រៀងធ្ងន់ធ្ងរអាហ្នឹងខ្ញុំណែនាំថាគួរតែមកជួបគ្រូពេទ្យព្រោះអីប្រសិនបើគេតេស្តឃើញថាមានមេរោគ influenza A ឬក៏ B ហ្នឹងគឺគេអាចឲ្យប្រើថ្នាំដើម្បីបង្ក្រាបអាមេរោគហ្នឹងបានគឺជាប្រភេទ Tamiflu អញ្ចឹងទៅប៉ុន្តែអាស្រ័យថាតើតេស្តទៅវាមានឬក៏អត់បើតែអត់មានអាហ្នឹងយើងអាចសម្រាប់នៅផ្ទះអាចញ៉ាំថ្នាំបន្ថយជាតិកម្ដៅហើយអាចញ៉ាំថ្នាំពាក់ព័ន្ធជាមួយនឹងប្រព័ន្ធភាពស៊ាំបានចំណុចមួយទៀតរឿង bacteria infection secondary bacteria infection គឺបានន័យថានៅពេលដែលយើងមានវីរុសចូលហើយប្រព័ន្ធភាពស៊ាំយើងអន់ទៀតអញ្ចឹងអាបាក់តេរីនៅក្នុងខ្លួនយើងនឹងវាចាប់ដើមរើបឡើងឬក៏យើងឆ្លងពីអ្នកដទៃនៅពេលដែលយើងទៅលេងជះទឹកលេងអីជាមួយគេហ្នឹងណាដល់អញ្ចឹងទៅការដែលយើងមានអាពពុះ bacteria infection ហ្នឹងឬក៏ឆ្លងរោគដោយពពុះ bacteria ហ្នឹងរោគសញ្ញាសំខាន់គឺឈឺកខ្លាំងមែនតើឈឺករបៀបថាយើងលេងបាយចូលទៅគឺវាធ្វើឲ្យយើងឈឺហ្មងខុសពីពពុះវីរុសហើយពពុះ bacteria ហ្នឹងពេលខ្លះវាអត់ឲ្យយើងឈឺឆ្អឹងឆ្អែងវាអត់សូវឲ្យយើងហៀសបោទេគឺវាផ្ដោតទៅលើរឿងឈឺកជាសំខាន់អញ្ចឹងបងប្អូនទាំងអស់គ្នាអាចមកជួបគ្រូពេទ្យប្រសិនបើមានអាការៈបែបហ្នឹងដើម្បីអីគឺដើម្បីឲ្យគ្រូពេទ្យពិនិត្យមើលឲ្យដិតដល់ហើយត្រូវដឹងថាតើយើងគួរប្រើថ្នាំសាសឬក៏អត់ព្រោះអីអាការប្រើថ្នាំសាសហ្នឹងប្រសិនបើប្រើត្រូវគឺអត់ផលបានល្អឆាប់ជាឆាប់បានទៅធ្វើការឆាប់ស្រួលខ្លួនប៉ុន្តែប្រសិនបើប្រើខុសប្រើក្នុងករណីថាយើងអត់ត្រូវការថ្នាំសាសហ្នឹងទេអានឹងវាអាចធ្វើឲ្យខ្លួនប្រាណរបស់យើងនឹងវាឆាប់ resistant កាលណាវាឆាប់ resistant វាធ្វើឲ្យយើងពិបាកនៅក្នុងការប្រើប្រាស់ថ្នាំសាសនៅពេលក្រោយទៀតអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែក tip ប៉ុណ្ណឹងប្រសិនបើអ្នកគេដែលទៅលេងជះទឹកទៅដើរលេងនៅស្រុកអីហើយធ្លាក់ចុះប្រព័ន្ធភាពស៊ាំនិយាយទៅគឺពិបាកមានគ្រុនមានអីហ្នឹងអាចស្ដាប់វីដេអូនេះហើយទុកជាការណែនាំខ្លីៗរបស់គ្រូពេទ្យអូខេអរគុណច្រើនជួបបងឆ្នាំថ្មីណាបាយបាយ